សួស្តីបងប្អូនយើងបានចឹងខ្ញុំសូមចែកចម្លែកព័ត៌មានបន្តមួយពាក់ព័ន្ធទៅនឹងការបិទគណនី Facebook របស់យើងបាទឬយើងហៅថា Facebook account ណាខ្ញុំឃើញថាមានការកើតឡើងជាច្រើននៅក្នុងបណ្ដាញសង្គមប្រទេសកម្ពុជាយើងតែម្ដងបាទអញ្ចឹង account អ្នកខ្លះគេជា account ត្រឹមត្រូវ account គេរកស៊ី account គេពិតប្រាកដត្រូវបានមេតាលុបចោលទាំងអស់មេតាហ្នឹងគឺ Facebook បងប្អូនណាសម្រាប់បងប្អូនយើងដែលមិនយល់បាទខ្ញុំក៏ត្រូវបានdelete ដូចគ្នាត្រូវបាន disable ដូចគ្នាខ្ញុំអត់ទាន់មានវិធីសាស្ត្រដោះស្រាយវិញទេអញ្ចឹងឥឡូវហ្នឹង Facebook account របស់ខ្ញុំជាមួយនឹង Blue Tick ទៀតបងប្អូនយើងបងលុយទៅ Meta ប្រចាំខែទៀតក៏ត្រូវបានគេ disable ចោលដូចគ្នាផងដែរយើងអត់ដឹងថាមកពីអីប៉ុន្តែខ្ញុំសូមចែកចម្លែកនៅគេហៅថាចំណុចសង្ស័យមួយបងប្អូនណាដែលបងប្អូនយើងទាំងអស់គ្នាកំពុងមើលនេះកុំធ្វើឲ្យសោះឥឡូវហ្នឹង Facebook គេកំពុងធ្វើការបង្កើត system ដើម្បីកម្ចាត់ fake account ចោលបាទ account ដែលអត់ active account fake ស្អីឡើងជាដើមអញ្ចឹងគេកម្ចាត់ចោលទៅទាំងអស់អញ្ចឹងក្នុងពេលដែលគេកំពុងធ្វើការបង្កើត system មួយហ្នឹងគេធ្វើជាលក្ខណៈ system បងប្អូនយើងគេមិនតែម្ដងមួយទេគេអត់មានពេលតែមើលយើងទេ account រាប់លានលើពិភពលោកនោះអញ្ចឹងគេមានបង្កើត system ទេបងប្អូនណាតែកាលណាយើងចូលក្នុង criteria គេហ្នឹងទៅគេ delete ទៅហើយអញ្ចឹងគឺពាក់ព័ន្ធទៅនឹងការ post របស់បងប្អូនបាទបងប្អូនឃើញឥឡូវហ្នឹងគេកំពុងតែធ្វើការ delete account ណាលុប account អញ្ចឹងណាហើយវាស្រាប់ខ្ញុំមិនប្រកាសថាអញ្ចឹង 100% ទេប៉ុន្តែវាជាចំណុចសង្ស័យមួយហើយស្រាប់តែបងប្អូនយើងទៅ post អីគេបង្កើត account free ណាលក់ account free បង្កើត Facebook យកប៉ុណ្ណេះអីចឹងទៅឬក៏និយាយពាក់ព័ន្ធនឹងការ disable account ឡើងអញ្ចឹងវាស្ថិតនៅក្នុង criteria ដែលគេកំពុងធ្វើការកម្ចាត់ចោលបើអញ្ចឹងទៅពេលណាតែយើងមាន keyword ក្នុងនោះនិយាយទៅវាអត់ដឹងថាយើងមនុស្សពិតទេតែកាលណាចូលក្នុង criteria គេទៅគេនឹងសម្អាតទៅទាំងអស់អញ្ចឹងហ្នឹងយើងអញ្ចឹងអ្នកដែលថ្មីកុំផុសអីសោះបងប្អូនណាកុំផុសពីការបង្កើត account Facebook free កុំផុសពីការបង្កើតអីគេសេវាកម្មសេវាកម្មចោះធ្វើអញ្ចេះទៅពួកអីខ្ញុំសង្ស័យខ្លួនឯងខ្ញុំ account ខ្ញុំគឺ account ខ្ញុំ design original ល្អណាស់បងប្អូនយើងខ្ញុំមានទាំងលេខទូរស័ព្ទខ្ញុំមានតែ Gmail អី verify មក complete ហើយទិញ Blue Tick ទៀតប៉ុន្តែខ្ញុំសង្ស័យខ្ញុំបានផុសពីរបាទខ្ញុំបានផុសពីរគឺខ្ញុំនិយាយពាក់ព័ន្ធទៅនឹងការសេវាកម្មបង្កើត account Facebook យក500ហ្នឹងមួយខ្ញុំសង្ស័យហ្នឹងមួយបងប្អូនណាបាទសង្ស័យហ្នឹងមួយទី2ខ្ញុំនិយាយថា disable ទៅណា disable បង្កើតថ្មីបាទអញ្ចឹងពីរផុសហ្នឹងគេបានផុសនៅលើ profile របស់ខ្ញុំហ្នឹងបងយើងគឺបញ្ហាកន្លែងហ្នឹងបងប្អូនណាបាទអញ្ចឹងបានជាខ្ញុំសង្ស័យអាហ្នឹងវាចូលក្នុង criteria របស់គេចូលក្នុងចំណុចដែលគេកំពុងតែសម្អាតចោលពាក់ព័ន្ធនឹងការបង្កើត account free អីគេ C ឈ្នួលចង់និយាយមានន័យថាការប្រើប្រាស់យកសេវាកម្មពីលើមកតង់នៃ platform របស់គេចង់និយាយថាអ្នកខ្លះទៅប្រើប្រាស់សេវាកម្មបង្កើត account ដោះស្រាយ account ឡើងអញ្ចឹងហ្នឹងយើងបើអញ្ចឹងទៅគឺ Facebook គេអត់ចង់ឲ្យមានអញ្ចឹងទេពួកអី platform គេប្រើ free បងប្អូនអញ្ចឹងទៅវាប្រហែលជាអាចមានរឿងអញ្ចឹងតែគេសង្ស័យយើងស្ថិតនៅក្នុងការដែលគេហាមយើងអញ្ចឹងទៅណាឥឡូវនេះខ្ញុំយកអត់តាន់បានទេមុនយើង account ខ្ញុំហ្នឹងគឺអ្នក follow 100k ជាងសំទោស 10k ជាងបងប្អូនណា personal account យើងហ្នឹងណាតែសំខាន់ Blue Tick ទៀតតែបានលុបហើយប៉ុន្តែដូចខ្ញុំនិយាយបងប្អូនចាំសម្ដីខ្ញុំឲ្យច្បាស់ណាកុំផុសពាក់ព័ន្ធនឹងការបង្កើត account កុំផុសពាក់ព័ន្ធនឹងការប្រើប្រាស់ការធ្វើសេវាកម្មទិញជួលលក់គណនី Facebook account ហ្នឹងទៅឡើងជាដើមណាហើយដាក់តម្លៃទៅ$500-600ទៅណាកុំផុសអញ្ចឹងឲ្យសោះបាទហើយក៏ដូចជាការពាក់ព័ន្ធនឹងការ disable ទៅអញ្ចឹងចូលកុំផុសហើយបើថាផុសក្នុង page និង profile មានធនជាងបងប្អូនយើង profile គឺសំខាន់ជាងណាបាទអញ្ចឹងបងប្អូននឹងអាចផុសក្នុង page បានលេងក្នុង page លេងទៅតែ profile នេះគឺជា snow របស់វាណាអ្នកខ្លះគាត់គិតថា page សំខាន់ជាងអត់ទេណាអ្វីដែលចូលត្រង់ page យើងបានល្អហ្នឹងគឺដោយសារ account យើងនឹងឯងណាត្រូវតែរក្សា account យើងឲ្យវា healthy ឲ្យមានសុខភាពល្អគេប្រើពាក្យ healthy ឲ្យវា green ល្អទៅណាបងណាបាទអញ្ចឹង account goal ហ្នឹងគឺសំខាន់មែនទែនតែម្ដងហ្នឹងហើយបើអញ្ចឹងនេះគឺជាការចែកចំណុចរបស់ខ្ញុំជូនបងប្អូនណាសម្រាប់បងប្អូនថ្មីបាទអញ្ចឹងចូលធ្វើរឿងទាំងអស់ហ្នឹងបាទអញ្ចឹងកុំផុសផ្ដេសផ្ដាសជៀសវាងការតម្លាក់ចោលជាបន្តបន្ទាប់គេបិទចោលជាបន្តបន្ទាប់អញ្ចឹងណាហ្នឹងហើយអរគុណបាយបាយ